ជំរាបសួរពុកម៉ែបងប្អូនបាទថ្ងៃនេះខ្ញុំបានមកវាស្រែក៏បានជួបប្រទេសនឹងដើមកទៀងខេត្តមានការល្អបាទក៏ជាតិបេះបានប្រហែលជា1គីឡូបាទដើម្បីយកធ្វើតែបាទហើយថ្ងៃនេះខ្ញុំមកស្រែបាទដើម្បីយកខ្សែភ្លើងចាស់នេះគឺដើម្បីដិតបាទគឺនៅកន្លែងដិតសម្រាប់គេហ្នឹងបងគឺនៅឆ្ងាយពីទីប្រជុំជនគឺកន្លែងគេដិតសម្រាប់អញ្ចឹងបងឥឡូវខ្ញុំចាប់ផ្ដើមរកអុសនិងក្តារអីចឹងដើម្បីយកមកគុំភ្នក់ដើម្បីដុតខ្សែភ្លើងដែលខ្លីៗចាស់ហ្នឹងគឺយកមកលក់ហ្នឹងឥឡូវខ្ញុំយកម្ករំលាយវាដើម្បីឲ្យវាអស់ជ័រដើម្បីយកទង់ដែងបងបាទនៅភ្លើងឥឡូវកំពុងចាប់ឆេះបាទហើយឥឡូវខ្ញុំចាប់ផ្ដើមជជុះខ្សែភ្លើងណាដែលដំហ្នឹងឲ្យវារាយកុំឲ្យវាជាប់គ្នាអញ្ចឹងបងដល់វាឆេះទៅអាចជ័រហ្នឹងលាយជាប់គ្នាបាទហើយនេះតាមផ្លូវធ្វើដំណើរមកមិញហ្នឹងបងគឺជួបដើមកទៀងខាច់ចេញផ្កាល្អក៏ឈប់បេះមួយផ្លែទៅបងប្រហែលជាបាន1គីឡូ2គីឡូផ្កាអញ្ចឹងណាដើម្បីយកធ្វើតែបងយកធ្វើតែឬគេថាអាហ្នឹងគឺល្អសម្រាប់សុខភាពបងទៅជាតិបេះផ្លែទៅបាទហើយឥឡូវខ្ញុំចាប់ដើមកាយខ្សែភ្លើងបងប្អូននេះវាឆេះអស់ហើយនៅប្រហែលជា10%ទៀតបងប្អូនវានៅសល់ជ័រតិចៗអញ្ចឹងចាប់ដើមកាយជូរឲ្យធ្លាក់ជ័រអស់បងប្អូននេះហើយក៏បន្ថែមខ្សែភ្លើងណាដែលនៅសល់ហ្នឹងគឺបន្ថែមបោះចូលបន្ថែមទៀតបាទនេះបងប្អូនឃើញចេញទង់ដែងក្រហមឆេះនៅក្នុងភ្លើងបងប្អូនឡើងក្រហមឆ្អិនឆ្អៅនេះគេហៅទង់ដែងបងប្អូនដែលនៅក្នុងខ្សែភ្លើងហ្នឹងមិនមែនជាស្ពាន់ទេគេហៅទង់ដែងឥឡូវខ្ញុំប្រាប់កាយឡើងដើម្បីឲ្យអាជ័រណាមិនតាន់ឆេះអស់យើងកាយចឹងដើម្បីសពបើយើងអត់កាយទេគឺឆេះសពទៀតវានៅឆេះតែលើអញ្ចឹងទៅគឺវាលាយអស់អាទង់ដែងយើងឆេះអស់អញ្ចឹងបងព្រោះខ្សែភ្លើងដែលយើងដិតយូរពេកទៅគឺវារលួយលាយទៅដីអស់បងនេះអញ្ចឹងយើងដិតមើលអាណាវាឆេះជ័រអស់យើងកាយចេញអញ្ចឹងបងកាយលាក់តអស់ជ័របើយើងធ្វើអញ្ចឹងទៅគឺវាអស់ជ័រគឺនៅជ័រអញ្ចឹងបាទហើយចំពោះខ្សែខ្ញុំដិតនេះបាទគឺជាខ្សែលេខ2ហ្នឹងបងប្អូននៅពេលយើងដិតហ្នឹងខ្សែលេខ2ហើយអាណាខ្សែធំគឺខ្ញុំបកនឹងដៃបងប្អូនគឺចិត្តយកជ័រចេញអញ្ចឹងទុកនឹងគេហៅលេខ1ហើយដល់ពេលយើងដិតជាប់ផ្សែងជាប់ភ្លើងអញ្ចឹងវាធ្លាក់ពណ៌អញ្ចឹងគេឲ្យលេខ2អញ្ចឹងបងប្អូនវាធូរថ្លៃជាងលេខ1បាទហើយនេះជាលទ្ធផលដែលសម្រាប់ពីការដិតបាទគឺនៅយើងផ្សែងភ្លើងតិចបងប្អូនគឺយើងខ្មៅយើងតិចទៀតខ្ញុំបុកវាឲ្យវាធ្លាក់តិចកមនឹងអងបងប្អូននេះហើយយកមកលាងទឹកបាទឡើងចាប់ដើមលាងទឹកបងប្អូននេះដាក់សាប៊ូតិចទៅដែលវាចេញផ្សែងខ្មៅបងប្អូនគឺស្អាតគឺក្រហមឆេះហ្មងនោះហើយទឹកវិញបាទគឺឡើងពណ៌ខៀវមិនពណ៌ខ្មៅបងប្អូនទឹកនេះជន់ក៏អស់ប៉ុន្តែទឹកខៀវគឺទឹកស្ពាន់ហ្នឹងបងប្អូនថាទឹកស្ពាន់ហ្នឹងដូចច្រេះវាអញ្ចឹងពណ៌ឡើងខៀវល្ងិតបងប្អូននេះបាទគឺខ្ញុំក៏ចូលក៏អស់ហ្នឹងហើយដើម្បីយកទៅហាថ្ងៃម្ដងទៀតដើម្បីហាថ្ងៃបើយើងអត់ហាថ្ងៃទេគឺវាអត់ល្អបងប្អូនយើងហាថ្ងៃស្ងួតស្ដាំយកទុកអញ្ចឹងបានប្រហែលជាបេពីអញ្ចឹងយើងយកលក់អញ្ចឹងហើយជា50-60គីឡូយើងយកលក់ម្ដងបងប្អូននេះគឺឈោកអញ្ចឹងអស់ជាតិខ្ជុងជាតិកមជាតិជ័រអញ្ចឹងបងប្អូនអស់ទៅគឺនៅតែទង់ដែងសតទង់ដែងថាទង់ដែងបាទហើយចំពោះបងប្អូនណាដែលមានខ្សែភ្លើងធំល្អជាងនេះជាងខ្ញុំតិចនេះបងប្អូនគឺបកទៅល្អជាងដុតបងប្អូនគឺវាបានតម្លៃថ្លៃជាងអញ្ចឹងណាយើងកុំដុតនៅពេលណាយើងដុតគឺវាថោកទេបងប្អូនថោកវាអត់ថ្លៃដូចយើងចិត្តបកវាទេបងប្អូនអានេះគឺអនជាស្ពនលេខ2បាទសូមអរគុណច្រើនបងប្អូនបាទជំរាបលា